ស្ដីខ្ញុំមកធ្វើតែម្នោះដើម្បីចាច់លេខបងប្អូនពីការធ្វើតែម្នោះដើម្បីយកទៅធ្វើទឹកជូលីនស៊ីដើម្បីទៅស្រោចលើទ្រុងរបស់យើងណាឥឡូវយើងមកធ្វើទាំងអស់គ្នាតែប៉ិតខ្ញុំមានហើយធ្វើដល់ពេល8ខែមុនខ្ញុំធ្វើតាំងពីយ៉ាង8ខែមុនអត់ប្រាក់អត់ទេសោះកន្លះធំទៀតប៉ុន្តែដោយសារតែមានបងប្អូនចង់ដឹងពីរបៀបធ្វើទឹកជូលីនស៊ីហើយនឹងរៀបចំទ្រុងឥឡូវមុននឹងយើងចូលដល់ការរៀបចំទ្រុងយើងមកធ្វើទឹកម្នោះសិនហើយយកទឹកម្នោះហ្នឹងទៅប្រើលើទ្រុងជ្រូករបស់យើងណាពីដំបូងចិត្តម្នោះនេះចំនួន4គីឡូម្នោះ4គីឡូអញ្ចឹងស្កររមូយើងក៏ដាក់4គីឡូគ្នាអញ្ចឹងយើងចាប់ដើមធ្វើទាំងអស់គ្នាសម្រាប់ចិត្តស្ដាងតែយើងស្ដាងតែយើងអាចធ្វើទៅបានស្ដាងកាន់តែចូលចិត្តល្អឥឡូវម្ដងយើងរួចរាល់ហើយអញ្ចឹងយើងមកដាក់ស្កររមូចូលស្កររមូរបស់យើងម្ដងនេះ4គីឡូស្កររមូយើងចំនួន4គីឡូគ្នាអញ្ចឹងយើងមកដាក់ទាំងអស់គ្នា4គីឡូចំនួន4គីឡូអញ្ចឹងយើងមកចាក់ចូលនេះមកបើសិនជាបងប្អូនអត់មានស្កររមូយើងដាក់ស្ករត្នោតក៏បានដែរស្ករត្នោតយើងដាក់បន្ថយជាងនឹងតិចទៅដាក់3គីឡូទៅម្ដង4គីឡូស្ករត្នោត3គីឡូទៅតែនេះស្កររមូយើងមានដាក់4គីឡូម្ដង4គីឡូស្កររមូ4គីឡូហើយបើសិនជាធ្វើម្សានេះម្នោះ1000អូពីតូចណា1000ហើយស្កររមូ1គីឡូ5000ហើយ6000អញ្ចឹងយើងធ្វើម្នោះមិញម្នោះ10ផ្លែអស់10000អានេះ4គីឡូវាអស់24000អញ្ចឹងវាស្មើនឹង34000ប្រើមួយឆ្នាំបងប្អូនប្រើមួយឆ្នាំអានេះធ្វើម្ដងប្រើមួយឆ្នាំដោយសារតែពេលខ្ញុំហ៊ាននិយាយថាប្រើមួយឆ្នាំនេះខ្ញុំធ្វើម្ដងទឹកមុន4គីឡូដូចគ្នាខ្ញុំប្រើបាន8ខែធ្វើ8ខែមុនឥឡូវសល់ទៀតនេះអត់អស់ណាសល់ណាវាអត់ហើយតែខ្ញុំធ្វើដើម្បីឲ្យបងប្អូនមើលដោយសារបងប្អូនចង់ចេះច្រើនអញ្ចឹងខ្ញុំមិនអាចរៀបរាប់ថាធ្វើមិនឥឡូវខ្ញុំធ្វើបង្ហាញជាវីដេអូជាក់ស្ដែងឲ្យមើលទៅឲ្យថាធ្វើមិនដាក់មិនចឹងឥឡូវធ្វើឲ្យមើលបងប្អូនកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងព្រោះថ្ងៃស្អែកខ្ញុំនឹងប្រាប់អំពីរបៀបរៀបចំទ្រុងបន្ទាប់ពីយើងចាក់ហើយនេះបងប្អូនកោទៅតែខ្ញុំយកឈើកោបានកោទៅអ្នកអត់កោក៏អត់កោទៅខ្ញុំទុកវាទៅវាកាច់មេទុករយៈពេល4ថ្ងៃគឺវាកាច់មេថ្ងៃគឺវានឹងចេញទឹកមកក្នុងពេលថាយើងលាហើយយើងត្រូវវាចោលនេះអស់ត្រូវវាចង់រកទៀតណាតែប៉ុណ្្នឹងមកហើយតែប៉ុណ្្នឹងមកទុករយៈពេល4ថ្ងៃគឺអាចយកទៅប្រើបានចឹង4ថ្ងៃគឺយើងអាចយកទៅលាយជាមួយសារធាតុផ្សេងដូចជាខ្មែរត្រាសស្កររមូថែមទៀតហ្នឹងចេញជាទឹកជូលីនស៊ីហើយអញ្ចឹងចាំវីដេអូក្រោយខ្ញុំនឹងធ្វើរបៀបលាយអាចនឹងកាត់ទៅជាទឹកជូលីនស៊ីបណ្ដោយអញ្ចឹងវីដេអូនេះតែប៉ុណ្្នឹងសិនដោយសារតែវាវែងពេកចាំវីដេអូក្រោយខ្ញុំអាចនឹងធ្វើចេញជាទឹកជូលីនស៊ីនេះគឺយើងធ្វើដំណាក់កាលទី1ទៅទឹកនោះបងប្អូនកុំភ្លេច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗ